Bà sụt đây bóng phồn ngày ní trong trongให้បងប្អូនចាប់អារម្មណ៍លើការញ៉ាំបាយរបស់ប្រជាពលរដ្ឋយើងអាចថាជាទូទៅឬមួយចំនួនឬក៏ភាគច្រើនតាមបទពិសោធន៍បងប្អូនដែលជួបណាប៉ុន្តែបើបទពិសោធន៍ខ្ញុំជួបភាគច្រើនគឺគាត់ហូបបាយគឺគាត់ដាក់ចានស្លកដាលចឹងទៅហើយសុភាមួយដែលហូបចូលមាត់ហ្នឹងគាត់ដួសស្លអញ្ចឹងមានន័យថានៅពេលដែលសុភាចូលមាត់យើងគឺវាមានបាក់តេរីមានមេរោគស្អីនៅក្នុងច្រើនហើយយើងយកមកជ្រលក់ចូលស្លមួយក្នុងគណៈដែលក្រុមគ្រួសារយើងញ៉ាំអានឹងដែរអញ្ចឹងជាទូទៅក្នុងការរស់នៅប្រចាំថ្ងៃហ្នឹងគឺដើម្បីថែរក្សាសុខភាពគឺយើងលេបថ្នាំទម្លាក់សត្វល្អិតអីចឹងណាអញ្ចឹងបើសិនជាយើងមានសត្វល្អិតយើងទៅលេបហើយយើងមកញ៉ាំវិញដាក់សុភារួមគ្នាអញ្ចឹងវានៅតែមានសត្វល្អិតដដែលអញ្ចឹងណាបាទអញ្ចឹងតើយើងលេបមកផ្ទះហ្នឹងតែម្ដងហើយណាមួយទៀតបើអនាម័យវាអាចថាយើងគិតដល់អត់ដឹងទេតែបើយើងសម័យមើលថាលោកមកប៉ុបប្រមាថថាខ្ញុំមនុស្សញ៉ាំស្លាចុះដោយទឹកមាត់ស្លាខ្ញុំមកពុបចុងទៅដាក់ចូលស្លពុបដួសមកញ៉ាំហើយអ្នកដទៃដួសទៀតមើលទៅបើយើងពិនិត្យមើលទៅអត់សូវមានអនាម័យណាបាទបើអញ្ចឹងទេជាយោបល់ខ្ញុំគិតថាបងប្អូនមុននឹងញ៉ាំអីហ្នឹងគួរតែមានដូររបៀបញ៉ាំយើងឡើងវិញគឺដាក់សុភាដួសស្លដួសម្ហូបឲ្យដល់ឡែកអញ្ចឹងទៅវារក្សាអនាម័យយើងល្អប្រសើរជាងណាបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងបាទសូមអរគុណ